ក្នុងការភ្ញាស់បាទពងត្រីអណ្ដែងបាទពូត្រីអណ្ដែងយ៉ាបាទអញ្ចឹងនេះជាសកម្មភាពរៀនផ្ទាល់បាទសម្រាប់បងប្អូនទាំង4រូបបាទគឺសុទ្ធតែជាការគេហៅថាសិស្សដែលគាត់មករៀនអនុវត្តផ្ទាល់នៅទីនេះហើយសិតតែបានដាក់ចិត្តដាក់កាយហើយសិតតែបានត្រៀមរៀបចំផែនការរាប់ឆ្នាំតម្រាំតបានមកដល់ថ្ងៃនេះបាទហើយដោយបងប្អូនបាទប្រុសបាទខាងនេះមកពីសៀមរាបទេគាត់មកម្សិលមិញបងប្អូនប្រុសខាងនោះមកពីភ្នំពេញនៅខាងត្បូងឃ្មុំបាទគាត់មកម្សិលមួយថ្ងៃបាទបងប្អូនបាទពាក់អាវក្រហមនេះបងប្អូនខាងនោះគាត់មកបានមួយខែបាទអញ្ចឹងមករៀនទីនេះ3ខែហើយគាត់បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញកសិកម្មចំការដូងបាទជំនាញបាទផ្នែកសេដ្ឋសាស្ត្រហើយមករៀនអនុវត្តផ្ទាល់បន្ថែមយកជំនាញបន្ថែមព្រោះនៅទីនេះយើងមានទាំងការដាំដំណាំបន្លែច្រើនប្រភេទដាំឈើហូបផ្លែច្រើនប្រភេទចិញ្ចឹមសត្វក្នុងទឹកច្រើនប្រភេទចិញ្ចឹមសត្វបក្សីច្រើនប្រភេទដាំចំណីសត្វច្រើនប្រភេទបាទហើយក៏មានការចិញ្ចឹមកដោបដែរនៅរោងកដោបច្រើនមែនតើបាទនេះជាសកម្មភាពฝึกហាត់ផ្ទាល់នៅក្នុងការភ្ញាស់ត្រីដែងបាទអញ្ចឹងមិញយើងរៀនទ្រឹស្ដីហើយយើងចោលអនុវត្តឥឡូវយើងចាប់ផ្ដើមយកវាមកភ្ញាស់បាទភ្ញាស់ណាបងប្រុសស្រីនេះជាកន្លែងអាងខែតមមេពូជណាបងប្រុសស្រីមើលបាទចឹងអាងខែតមមេបាទពូជយើងធ្វើអញ្ចឹងក៏បានយើងដាក់អញ្ចេះក៏បានប៉ុន្តែគ្រាន់តែយើងដាក់អញ្ចេះយើងបានត្រីតិចព្រោះយើងដាក់ទឹករះបើយើងដាក់ស្បៃចេះយើងចំណេញកន្លះម៉ែត្រមកលើអញ្ចឹងយើងអាចថែទាំត្រីយើងអាចដាក់ត្រីបានច្រើននៅក្នុងហ្នឹងបាទអញ្ចឹងបងប្រុសបងស្រីដែលគាត់ចង់បានស្បៃនេះគឺយើងមានទៅតឹង2បណ្ដោយ3បណ្ដោយ4បណ្ដោយ5បណ្ដោយ6កម្ពស់1ម៉ែត្រកម្ពស់2ម៉ែត្រទៅតឹង3បណ្ដោយ3បណ្ដោយ4បណ្ដោយ5បណ្ដោយ6កម្ពស់1ម៉ែត្រកម្ពស់2ម៉ែត្រទៅតឹង4បណ្ដោយ5ទៅតឹង4បណ្ដោយ6កម្ពស់1ម៉ែត្រកម្ពស់2ម៉ែត្រណាបាទអញ្ចឹងបងប្អូនចង់បានស្បៃហើយយកទៅចិញ្ចឹមក្នុងស្រះក្នុងអូរក្នុងបឹងក្នុងត្រពាំងក្នុងតង់ហើយអាចយកទៅដាក់បាននេះបងប្អូនឃើញណាបាទនេះគឺជាកន្លែងថែទាំកូនពូជនេះបន្ទាប់ពីប្រកាសរួចកូននឹងធំគឺយើងចាប់ដាក់នៅក្នុងអាងនេះដើម្បីងាយស្រួលបងគាត់មកទិញគឺយើងដួសយកតែម្ដងចាបងប្រុសស្រីហើយអរគុណជួបគ្នានៅវីដេអូបន្តទៀតណាបាទហើយក្នុងនេះគឺសិតតែអាងប្រកាសខ្យងចំខ្យងតែម្ដងដែលយើងអាចលក់ខ្យងបានរាប់រយគីឡូបាទទៅកាន់អតិថិជនក៏ដូចជាផ្ញើជូនទូទាំង25ខេត្តក្រុងផងដែរ